សួស្តីបងប្អូនទាំងគ្នាចា៎ថ្ងៃនេះសូមណែនាំជាប្រភេទ scrap ខាងប្អូន scrap ទី1គឺជាប្រភេទ scrap កាហ្វេដែលសម្រាប់ scrap កាហ្វេនេះទូនាទីវាសំខាន់ខ្លាំងមែនទែនសម្រាប់ការជំរុះកោសិកាចាស់បានល្អខ្លាំងហើយធ្វើឲ្យស្បែកយើងទន់ភ្លឺសមមករលោងភ្លាមតែម្ដងហើយសម្រាប់ scrap វិញគឺឈ្ងុយបែបកាហ្វេពិតតែម្ដងសម្រាប់ scrap ទី2គឺជាប្រភេទ scrap ពន្លៃដែលជួយទូនាទីសំខាន់នោះគឺជួយធ្វើឲ្យស្បែកម៉ត់សរលោងបែបធម្មជាតិជាពិសេសជួយព្យាបាលស្នាមអាចរុយស្នាមអត់ខ្មៅក៏ដូចជាស្នាមសង្វារបានល្អខ្លាំងមែនទែនសម្រាប់បងប្អូនសិស្សដែលគាត់មានកំពុងមានទម្ងន់អីគាត់ប្រើប្រាស់សម្រាប់ scrap ទាំងអស់ហ្នឹងគឺល្អខ្លាំងមែនទែនដោយសារជាប្រភេទ scrap ធម្មជាតិសម្រាប់ scrap ទី3គឺជា scrap កូនពៅតែម្ដងគឺជា scrap ប្រេងដូងចាសម្រាប់ scrap ប្រេងដូងនេះតួនាទីសំខាន់បំផុតនោះគឺជួយផ្ដល់សំណើមទៅលើស្បែកបានល្អខ្លាំងតែម្ដងហើយក៏ដូចជាជួយជំរុះកោសិកាចាស់បានល្អក៏ដូចជាជួយបំបត្តិនៅស្នាមក្រិនស្នាមគ្រើមទៅលើស្បែកជាពិសេសបងប្អូនសិស្សដែលគាត់មានស្បែកស្ងួតខ្លាំងចាគាត់អាចប្រើប្រាស់ជាប្រភេទ scrap ប្រេងដូងគឺល្អខ្លាំងមែនទែនអញ្ចឹងសម្រាប់ទី4នោះគឺសម្រាប់ប្រេងដូងគឺជាប្រេងដូងចម្រាញ់បែបត្រជាក់ចឹងបងប្អូនប្រើប្រាស់ទៅគឺប្រើដល់ទំនុកចិត្តខ្ពស់តែម្ដងសម្រាប់ផលិតផលទាំងនេះបងប្អូនយកជាឈុតគឺចំណេញខ្លាំងអរគុណច្រើនបងប្អូនទាំងគ្នា